check tích tí ở ấyនៅaiប្រទេសសៀមអញ្ចឹងនៅប្រទេសសៀមគឺមានអគ្គិភ័យឆាប់ឆេះកាលពីម្សិលមិញហ្នឹងគឺបានឆក់យកផ្ទះចំនួន5ខ្នងនៅឯក្នុងសហគមន៍នៅលើផ្លូវរីមេទី6ដែលគេស្គាល់ថាគឺសង្កាត់ផាធំវត្តខ្ញុំមិនចេះអានភាសាថៃទេមើលខ្លួនឯងខ្លះអីខ្លះអានេះនៅលើផ្លូវរីមេទី6អញ្ចឹងគឺបើយើងមើលទៅគឺភ្លើងឆេះសន្ធោសន្ធៅខ្លាំងមែនទែនហើយអត់ដឹងថាមនុស្សគ្រោះថ្នាក់អីប្រហែលណាអីប៉ុន្តែព័ត៌មាននេះគេបានផ្សាយដែរគឺមានមនុស្សម្នាក់គ្រោះថ្នាក់យើងអត់ដឹងថាគេប្រមូលព័ត៌មានឬក៏ទិន្នន័យចុងក្រោយហ្នឹងគឺថ្ងៃណាប៉ុន្តែគ្រាន់តែដឹងថាមានមនុស្សម្នាក់ដែលបានរងរបួសហើយមនុស្សផ្សេងទៀតឬក៏ប្រជាជននៅតំបន់ហ្នឹងផ្សេងទៀតគឺត្រូវបានគេជំនះចេញបដាហើយបើសិនជាយើងមើលរូបភាពមួយនេះគឺមានការគួរឲ្យចាប់អារម្មណ៍មួយដែលបានកាត់ឡើងនៅឯទីក្រុងបាងកកនៅឯសង្កាត់ដែលយើងដែលគេឲ្យឈ្មោះថាផាធំវត្តហើយនៅពេលដែលមានផ្សែងខ្មៅហុយជុកនៅលើផ្ទះក្នុងសហគមន៍មួយនៅលើផ្លូវរីមាទី6នៅក្នុងស្រុកផាធំវត្តហើយអគ្គិភ័យនេះគឺបានលេបត្របាក់ផ្ទះចំនួន6ខ្នងនេះគាត់តែជាព័ត៌មានបឋមទេហើយអគារដែលនៅក្បែរនោះក៏មានស្នាមប្រេះដែរនៅពេលដែលអណ្ដាតភ្លើងបានប៉ះពាលជាមួយនឹងអគារមួយនោះហើយអ្នកដែលរត់គេចកន្លែងនោះគឺមានភ័យសន់ស្លោហើយព័ត៌មានបឋមហ្នឹងបានផ្សាយថាមានមនុស្សម្នាក់បានរងរបួសនៅក្នុងហេតុការណ៍នេះរឿងរ៉ាវនេះគឺបានកើតឡើងនៅម៉ោង 7:51 នាទីព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2026កាលពីម្សិលមិញហើយអ្នកយកព័ត៌មានម្នាក់បានទទួលរបាយការណ៍តាមលេខទូរស័ព្ទដែលមានលេខ199គឺអគ្គិភ័យគេបានខលទៅថាឥឡូវហ្នឹងគឺមានអគ្គិភ័យឆាបឆេះនៅលើផ្លូវរីមេទី6ហើយសូមមកជួយផងហើយមកស្ទុះក្រោយមកក៏ក្រុមអ្នកប្រវត្តិអគ្គិភ័យចេញពីស្ថានីយ៍អគ្គិភ័យដែលនៅឯស្ថានីយ៍របស់គេហ្នឹងគឺមានឡានទឹកចំនួន10គ្រឿងហើយជាមួយនឹងអ្នកស្ម័គ្រចិត្តអីផ្សេងទៀតនិងក្រុមមូលនិធិអីផ្សេងទៀតបានដាក់ពង្រាយនៅតំបន់នោះដើម្បីស៊ើបមើលថាតើហេតុអីបានជាមានភ្លើងឆេះហើយបន្ទាប់មកក៏បានផ្ដល់ជំនួយផ្សេងដោយសារតែមានរឿងអីមួយគេមានមន្ត្រីជំនាញគេម្នាក់ដើម្បីទៅសិក្សាមើលថាតើភ្លើងនេះឆេះដោយសារអីផ្ទុះសេឬក៏មាននរណាគេដុតអញ្ចឹងគេកំពុងតែស៊ើបអង្កេតមើលបដាហើយរឿងរ៉ាវមួយនេះគឺបានតាក់ទាញចំណាប់អារម្មណ៍ពីប្រជាជនថៃដែលបានមើលឃើញផ្សែងពណ៌ខ្មៅនៅឯលើផ្លូវរីមេទី6ហ្នឹងនៅក្នុងសង្កាត់ផាធំវត្តហើយអគ្គិភ័យឆាបឆេះលេបតបាក់ផ្ទះចំនួន6ខ្នងដែលបណ្ដាលឲ្យអគារដែលនៅតំបន់ហ្នឹងក៏មានស្នាមប្រេះដែរហើយពលរដ្ឋ4-10នាក់ឬក៏ពលរដ្ឋដែលនៅក្នុងម្ដុំហ្នឹងគឺបានជំនះចេញមកហើយហេតុការណ៍នេះគឺបានកើតឡើងដោយសារតែមានផ្ទះគៀកគ្នាច្រើនពេកដូច្នេះហើយងាយនឹងមានអគ្គិភ័យឆាបឆេះមែនតើហើយដោយសារតែផ្លូវដែលចូលទៅក្នុងតំបន់ហ្នឹងផ្លូវដែលអានេះបើសិនយើងនិយាយខ្មែរទៅគឺផ្លូវដែលយើងស្គាល់ថាផ្លូវដឿងហែមគឺមានតឹងតាម1ម៉ែត្រទេដូច្នេះឡានទឹកហ្នឹងគឺមិនអាចចូលទៅតំបន់ហ្នឹងបានទេហើយនឹងពិបាកមែនដោយសារតែមានបញ្ហាស្កេះស្កាស់មានអ្នកលក់ដូរជុំវិញហើយបន្ទាប់មកក៏មានអណ្ដាតភ្លើងច្រើនមែនតើអ្នកដែលជួយសង្គ្រោះហ្នឹងអត់មានអីនិយាយក្រៅពីបខំឲ្យប្រជាពលរដ្ឋឬក៏អ្នកដែលរស់នៅបណ្ដាំហ្នឹងគឺចេញមកសិនមករកកន្លែងណាមួយដែលមានសុវត្ថិភាពទៅហើយម៉ោង 8:23 នាទីព្រឹកគេបានទទួលដំណឹងថាភ្លើងនេះគឺបានលេបផ្ទះដូចខ្ញុំបាននិយាយហ្នឹងគឺ5-6ខ្នងហើយមន្ត្រីបានយកទៅយកទឹកហ្នឹងទៅយកទឹកដែលនៅក្នុងតំបន់ហ្នឹងគឺយកទៅប្រើប្រាស់ហើយដើម្បីគ្រប់គ្រងស្ថានភាពភ្លើងហ្នឹងកុំឲ្យភ្លើងហ្នឹងវាឆេះរីករាលដល់ដាលទៅតំបន់ផ្សេងទៀតឬក៏ទៅផ្ទះផ្សេងទៀតហើយរបាយការណ៍បានទទួលមកថាមានមនុស្សម្នាក់រងរបួសហើយបច្ចុប្បន្នហ្នឹងមន្ត្រីកំពុងតែគ្រប់គ្រងស្ថានភាពភ្លើងឆេះហ្នឹងគឺបានហើយគឺមិនថាស្រុកណាដូចស្រុកណាទេគឺវាតែងតែមានមិនថាស្រុកយើងមិនថាស្រុកថៃក៏ប៉ុន្តែឲ្យវាឆេះទៅប្រទេសហ្នឹងយើងខ្វល់ទេបើឆេះច្រើនកាន់តែល្អឲ្យវាទៅហ្មងកុំឲ្យវានៅលើផែនដីនេះទៀតវាហាក់បីដូចជាចង្អៀតណានៅលើផែនដីនេះចង្អៀតមែនប្រទេសមួយនេះវាដើររករឿងគេអត់ចប់ហ្មងហើយមើលតែប្រទេសវាគាត់បើឲ្យមើលនេះហើយប្រទេសវាមានគេថាប្រទេសគេអ្នកមានហើយមើលដូចតែពេញយើងដែរនឹងពេញយើងនៅបើយើងចុះពីលើជ័យចវាទៅគឺដំបូលផ្ទះខ្ញុំមើលទៅដូចជាមិនខុសគ្នាទេ
នៅលើស្ពានយោយាវ៉ាអីហ្នឹងគឺមានផ្ទះស្កេកស្កះនៅម្ដុំហ្នឹងដែរហើយបើសិនជាម្ដុំនេះយើងមើលបើសិនជាភ្លើងឆាបឆេះគឺដូចសារព័ត៌មានដែលគេបាននិយាយហ្នឹងតែឆាបឆេះហើយគឺមិនងាយទេគឺតែឆាបឆេះហើយគឺមិនមែនមួយខ្នងទេគឺចាប់ផ្ដើមវារីករាលដុះដាលច្រើនខ្នងទៀតហើយមិនមែនដូចយើងផ្ទះមួយនៅតាមជនបទទេបើនៅតាមជនបទផ្ទះមួយទេតែបើនៅទីប្រជុំជនឬក៏ម្ដុំផ្សាយគឺមិនបាច់និយាយទេផ្ទះស្កេកស្កះនៅហ្នឹងហើយអញ្ចឹងបើឆេះទៅប្រទេសហ្នឹងអបអរសាទរផង